សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទថ្ងៃនេះថ្ងៃច័ន្ទទី5ខែមករាឆ្នាំ2026ម៉ោងនៅក្នុងសហរដ្ឋអាមេរិកគឺពេលល្ងាចក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាគឺថ្ងៃអង្គារទី6មករាឆ្នាំ2026បាទអញ្ចឹងសូមអធិស្ឋានដែលបាត់ប្រមាណ show ដោយសារតែរវល់កិច្ចការផ្ទាល់ខ្លួនអញ្ចឹងឥឡូវរៀងទូស្បែកបន្តិចអញ្ចឹងខ្ញុំសូមត្រឡប់មកវិញដើម្បីជម្រាបជូនប្រិមិត្តនៅអ្វីដែលសារព័ត៌មាននានាបានផ្សាយមិនមែនជាការយកព័ត៌មានរបស់ខ្ញុំទេពួកខ្ញុំមិនមែនអ្នកសារព័ត៌មានទេខ្ញុំយកបបពីរបស់គេមកផ្សាយដែរបាទអញ្ចឹងណាបាទអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនេះខ្ញុំក៏បញ្ចូលពីរឿងកម្ពុជាផងដែរពីព្រួយខានប្រហែលថ្ងៃមានរឿងដែលគួរឲ្យចាប់អារម្មណ៍អញ្ចឹងគឺព័ត៌មានទី1នេះគឺជាព័ត៌មានដែលក៏ក្រើកពិភពលោកយ៉ាងខ្លាំងនោះគឺការដែលនាំលោក Nicolas Maduro ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាដែលត្រូវសហរដ្ឋអាមេរិកដកចេញពីតំណែងយកមកឡើងតុលាការនៅទីក្រុងញូវយ៉កចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននិងអាវុធក៏ប៉ុន្តែលោកបានអះអាងថាលោកគឺជាអ្នកទោសសង្គ្រាមទេមិនមែនជាជនជាប់ចោទនោះឡើយដែលត្រូវការពារខ្លួនប៉ុន្តែទន្ទឹមនឹងនោះគឺនៅក្នុងប្រទេសវេណេស៊ុយអេឡាខ្លួនឯងគឺអ្នកស្រីអនុប្រធានាធិបតីត្រូវបានស្បត់ចូលកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នដែលជាកាយវិការមួយបង្ហាញថាគឺប្រទេសវេណេស៊ុយអេឡាមិនទទួលរងឬក៏តាមការបញ្ជាពីសហរដ្ឋអាមេរិកថាត្រូវធ្វើអ្វីនោះទេគឺជាប្រទេសឯករាជ្យខ្លួនឯងក៏ប៉ុន្តែលោកស្រីក៏បាននិយាយថាលោកស្រីនឹងធ្វើការជាមួយនឹងសហរដ្ឋអាមេរិកហើយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍ខ្លីរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានបង្ហាញថាខាងក្រសួងការបរទេសរបស់ចិនបានបញ្ជាក់ដឹងថាគឺបទជប់បាញ់គ្នារវាងកម្ពុជានិងថៃកំពុងតែដំណើរការជាជំហានទៅខាងមុខហើយតើការពិតវាយ៉ាងណាប្រិមិត្តយើងនឹងតាមដានទាំងអស់គ្នាហើយព័ត៌មានចុងក្រោយនេះគឺជាអត្ថបទវិភាគមួយដែលអ្នកវិភាគនានាបានផ្ដល់ជូនដែលផ្ដោតទៅលើទូនីតិថ្មីរបស់អាស៊ានដែលដឹកនាំទៅដោយប្រទេសហ្វីលីពីនថាតើហ្វីលីពីននឹងនៅតែចាប់អារម្មណ៍ទៅលើបញ្ហាចំនួនកម្ពុជានិងថៃទៀតដែរឬយ៉ាងណាប៉ុន្តែបើតាមចំណងជើងអត្ថបទនេះគឺក៏ដាក់ថាគឺគាត់បញ្យល់អំពីមូលហេតុអ្វីដែលមេដឹកនាំថ្មីអាស៊ានដែលជាមេដឹកហ្វីលីពីនដែលជាមេដឹកនាំថ្មីរបស់អាស៊ាននេះមិនសូវជាយកចិត្តទុកដាក់នឹងបញ្ហាចំនួនកម្ពុជានិងថៃតើរឿងអ្វីខ្លះដែលធ្វើឲ្យប្រធានអាស៊ានថ្មីនេះគាត់ចាប់អារម្មណ៍ច្រើនជាងប្រធានអាស៊ានចាស់គឺម៉ាឡេស៊ីនោះបាទដូច្នេះខ្ញុំនឹងជម្រាបជូនប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនេះព័ត៌មានពិស្ដារទី1គឺពាក់ព័ន្ធជាមួយនឹងការនាំខ្លួនលោក Nicolas Maduro ដែលជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាដែលត្រូវសហរដ្ឋអាមេរិកចាប់ដកចេញមកកាត់ទោសនៅសហរដ្ឋអាមេរិកនេះបាទនៅថ្ងៃច័ន្ទនេះគឺលោកបានឡើងតុលាការនៅទីក្រុងញូវយ៉កដើម្បីប្រឈមមុខនឹងបទចោទប្រកាន់នានាជាមួយនឹងលោកស្រីភរិយារបស់លោកផងដែរគឺពាក់ព័ន្ធជាមួយនឹងការរៀបចំអង្គការជួញដូរគ្រឿងញៀននាំចូលសហរដ្ឋអាមេរិកហើយនឹងមានកងកម្លាំងប្រដាប់អាវុធដែលធ្វើបាបនឹងបញ្ជូនមកសហរដ្ឋអាមេរិកផងដែរក៏ប៉ុន្តែនៅក្នុងសវនកម្មនោះគឺលោក Nicolas Maduro បាទលោកបាននិយាយប្រាប់ខាងតុលាការចៅក្រមនៅទីក្រុងញូវយ៉កថាលោកគ្មានទោសកំហុសអ្វីនោះទេបាទគឺលោកនៅតែទទូចថាលោកគឺជាប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡាលោកមិនមែនជាជនសាមញ្ញដែលមកប្រឈមនឹងការកាត់ទោសនោះទេលោកគឺជាបាទអ្នកទោសសង្គ្រាមលោក Maduro ថ្លែងបែបនេះបើតាមសារព័ត៌មានគឺបានន័យថាលោកបញ្ជូនសារមួយយ៉ាងស្រួចស្រាលតែម្ដងបាទដោយចោទថាកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកដែលចូលទៅវាយឆ្មក់នៅក្នុងវីឡារបស់លោកនៅក្នុងប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍នោះគឺមិនមែនជាប្រតិបត្តិការរបស់កងសមត្ថកិច្ចសម្រាប់អនុវត្តច្បាប់នោះទេការពិតគឺពួកនោះលោកបាននិយាយថាគឺជាសកម្មភាពយោធាសុទ្ធសាធដូច្នេះ
លោកជាអ្នករងគ្រោះដែលចាញ់នៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលដឹកនាំដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump បាទហើយរដ្ឋបាលរបស់លោក Donald Trump សហរដ្ឋអាមេរិកវិញថាអ្នកដែលចូលរួមធ្វើប្រតិបត្តិការនោះគឺជាមន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកជាពិសេសគឺខាង DEA គឺខាងភ្នាក់ងារខាងប្រឆាំងថ្នាំញៀនរបស់សហរដ្ឋអាមេរិកដែលធ្វើការស៊ើបអង្កេតរឿងនេះជាយូរមកហើយបាទលោក Maduro ត្រូវបានចាប់ប្រកាន់ពីបទអំពើភេរវកម្មថ្នាំញៀនហើយនឹងការខុបខិតគ្នាដើម្បីនាំចូលគ្រឿងញៀនហើយនៅថ្ងៃច័ន្ទនេះគឺលោកត្រូវបានគេរៀបចំឲ្យឆ្លើយនៅចំពោះមុខតុលាការដើម្បីទទួលយកបទចោទប្រកាន់នោះហើយនៅក្នុងពេលនោះគឺបើយោងតាមសេចក្តីរាយការណ៍នានាគឺចៅក្រមបានបញ្យល់ប្រាប់លោកអំពីសិទ្ធិរបស់លោក Maduro ជាជនជាប់ចោទថាមានសិទ្ធិធ្វើយ៉ាងម៉េចមានសិទ្ធិរកមេធាវីមានសិទ្ធិនៅស្ងៀមមានសិទ្ធិអាចសុំនៅក្រៅឃុំឯជាដើមច្រើនណាស់ក៏ហើយលោក Maduro ក៏ថាខ្ញុំទើបតែដឹងអំពីសិទ្ធិនេះនៅថ្ងៃនេះទេលោកមិនបានដឹងពីពេលមុនមកទេដោយលោកអះអាងថាលោកជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាហើយលោកត្រូវបានគេចាប់ជំរិតយកមកតែប៉ុណ្ណោះបាទនេះគឺជាការចេញមុខលើកទី1នៅមុខតុលាការចាប់តាំងតែពីលោកទៅបានកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកបានចាប់យកមកហើយលោកមិនបានសុំឲ្យនៅក្រៅឃុំនោះទេគឺលោកគ្រាន់តែប្រកែកដូច្នេះហើយបើតាមអ្នកជំនាញច្បាប់នានាបើទោះបីជាលោកសុំឲ្យនៅក្រៅឃុំក៏ពិបាកនឹងនៅក្រៅឃុំបានដែរហើយក៏មានការបកស្រាយថាតើទង្វើបែបនេះជារឿងមួយត្រឹមត្រូវឬទេចំពោះប្រមុខរដ្ឋដទៃទៀតនោះប៉ុន្តែនៅក្នុងក្រសែភ្នែករបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក្តីរដ្ឋបាលលោក Joe Biden ក្តីគឺលោក Nicolas Maduro មិនមែនជាប្រធានាធិបតីស្របច្បាប់នោះទេលោកមិនមែនជាប្រធានាធិបតីទេដោយសារតែក្នុងការបោះឆ្នោតកន្លងមកគឺខាងគណៈបកប្រឆាំងទេជាអ្នកឈ្នះឆ្នោតក៏ប៉ុន្តែបើជាគណៈកម្មាធិការរៀបចំការបោះឆ្នោតនោះមិនបានបង្ហាញឯកសារមិនបានបង្ហាញលទ្ធផលអ្វីទាំងអស់សប្តាហ៍ប្រកាសថាលោក Maduro ជាអ្នកឈ្នះឆ្នោតក្នុងគណៈពេលដែលគណៈបកប្រឆាំងបានបង្ហាញអំពីលទ្ធផលឆ្នោតនៅតាមមណ្ឌលភាគច្រើនតែម្ដងភាគច្រើនជាង 90% គឺបង្ហាញថាគណៈបកប្រឆាំងឈ្នះដោយសម្លេងលើសទៅដល់ 40% លើសបាទនាំមុខលោក Maduro នោះក៏ប៉ុន្តែបែរជាមិនបានកាន់អំណាចទៅវិញហើយឥឡូវនេះគឺលោកពិបាកបើតាមអ្នកច្បាប់ថាលោកពិបាកនឹងអះអាងសិទ្ធិថាលោកជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាណាពីព្រោះអីនៅក្នុងតុលាការរបស់សហរដ្ឋអាមេរិកគឺចៅក្រមក៏ប្រហែលជានឹងមិនទទួលស្គាល់ទូនាទីរបស់លោកដែរពីព្រោះរដ្ឋបាលរបស់លោក Trump តាំងពីដើមមកគឺមិនដែលចាត់ទុកថាលោក Maduro ជាប្រធានាធិបតីទេបែរជាចាត់ទុកលោក Maduro ថាជាឈ្មួញថ្នាំញៀនមេដឹកនាំក្រុមថ្នាំញៀនដែលកំពុងរត់គេចពីសំណាញ់ច្បាប់របស់សហរដ្ឋអាមេរិកហើយត្រូវបានសហរដ្ឋអាមេរិកដាក់រង្វាន់ចំពោះការដែលឈានទៅដល់ព័ត៌មាននិងការសហការឈានទៅដល់ចាប់ខ្លួនលោក Maduro ទៀតផងបាទហើយនេះគឺជាការវិវត្តនៅក្នុងសហរដ្ឋអាមេរិកដែលឡែកនៅក្នុងប្រទេសវេណេស៊ុយអេឡាវិញគឺមានការវិវត្តមួយផងដែរគឺអ្នកស្រីអនុប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡាគឺលោកស្រី Delcy Rodriguez ត្រូវបានគេស្បត់ឲ្យចូលកាន់តំណែងដោយបងប្រុសរបស់លោកស្រីតែម្ដងដែលជាប្រធានរដ្ឋសភាដើម្បីបង្ហាញថាវេណេស៊ុយអេឡាគឺមិនស្ថិតនៅក្រោមការគ្រប់គ្រងឬក៏ការដាក់ឥទ្ធិពលពីសហរដ្ឋអាមេរិកនោះទេដោយសារតែកាលពីសន្និសីទសារព័ត៌មានលោកប្រធានាធិបតី Donald Trump បាននិយាយថាគឺឥឡូវនេះសហរដ្ឋអាមេរិកនឹងរៀបចំដំណើរការប្រទេសវេណេស៊ុយអេឡាជាបណ្ដោះអាសន្នសិនបាទក៏ប៉ុន្តែការថ្លែងបែបនេះត្រូវបានមតិនានាទាំងនៅសហរដ្ឋអាមេរិកបាទទាំងនៅប្រទេសវេណេស៊ុយអេឡានិងពិភពលោករិះគន់សហរដ្ឋអាមេរិកថាគោលដៅសំខាន់របស់លោក Trump ក្នុងការចាប់លោក Nicolas Maduro គឺមិនមែនជាថ្នាំញៀនដោយអ្វីដែលលោកបានថ្លែងនោះទេគឺជារឿងទៅយកបាទប្រេងរបស់វេណេស៊ុយអេឡាដូច្នេះហើយគឺខាងវេណេស៊ុយអេឡាក៏ចង់បង្ហាញថាពួកគេឯករាជ្យផងដែរមិនរងការគៀបសង្កត់ពីខាងសហរដ្ឋអាមេរិកនោះទេបាទគឺ
បើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាក្រុមសមាជិកសភាដែលមកពីខាងគណៈបកកណ្ដាលអំណាចរបស់លោកនីកូឡាសនោះគឺដែលក្នុងនោះមានទាំងកូនប្រុសរបស់លោកផងដែរគាត់ចូលរួមនៅក្នុងកម្មវិធីនៅក្នុងរដ្ឋធានី Caracas របស់ប្រទេសវេណេស៊ុយឡាហើយគឺមានការរៀបចំស្បត់ឲ្យចូលកាន់តំណែងមកដោយបន្តអាណត្តិរបស់លោកម៉ាដូរ៉ូដែលនឹងត្រូវចប់រហូតដល់ឆ្នាំ2031លោកស្រី Delcy Rodriguez ដែលដើរតួនាទីជាអនុប្រធានាធិបតីរបស់លោក Maduro នោះបានបញ្ញាថានឹងធ្វើការជាមួយនឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅពេលដែលអ្នកស្រីស្បត់ចូលកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នដែលជំហរនេះគឺខុសពីពេលមុនដែលអ្នកស្រីបានទាមទារឲ្យបញ្ជូនលោក Maduro ត្រឡប់មកវិញហើយនឹងចោទប្រកាន់សហរដ្ឋអាមេរិកជាច្រើននៅក្នុងសន្ទរកថាដែលអ្នកស្រីបានថ្លែងនោះអ្នកស្រីបាននិយាយថាគឺខ្ញុំចូលមកកាន់តំណែងនេះបាទទៅដោយការសោកស្ដាយនិងឈឺចាប់ដែលបានបង្កមកលើប្រជាពលរដ្ឋរបស់វេណេស៊ុយឡាបន្ទាប់ពីមានការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកប្រឆាំងនឹងមាតុភូមិរបស់យើងបាទអញ្ចឹងនេះគឺជាការវិវត្តថ្មីទៀតនៅក្នុងសំណុំរឿងរបស់លោកនីកូឡាសម៉ាឌូរ៉ូហើយនៅក្នុងពេលកន្លងមកគឺលោកនីកូឡាសនឹងក៏ធ្លាប់តែនិយាយផ្កើនដាក់សហរដ្ឋអាមេរិកជាច្រើនផងដែរទូយ៉ាងដូចជាគាត់បានតែនិយាយថាសូមបើអាមេរិកក្លាហានសូមអញ្ជើញមកចាប់គាត់មកចាប់ពេលណាក៏បានហើយបើសិនជាមិនហ៊ានមកទេណែឯងគឺជាមនុស្សកំសាកញីហើយបាទឌីលឲ្យសហរដ្ឋអាមេរិកអញ្ចឹងបាទឥឡូវនេះសហរដ្ឋអាមេរិកបានអញ្ជើញទៅដល់អញ្ជើញគាត់ចេញមកវិញតាមសំណងពររបស់គាត់ហើយគឺកំពុងតែដាក់ចូលឃុំឃាំងនៅក្នុងពន្ធនាគារមួយនៅក្នុងទីក្រុងញូវយ៉កបាទនេះគឺជាការវិវត្តនៃសំណុំរឿងទី1ព័ត៌មានទី2បាទគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលខ្ញុំសូមដកស្រង់មកខ្លីទេគឺ Reuters បានរាយការណ៍ថាភាគីចិនគឺបាននិយាយថាកិច្ចព្រមព្រៀងជុំបាញ់គ្នារវាងកម្ពុជាហើយនិងថៃនឹងឥឡូវនេះកំពុងតែត្រូវបានអនុវត្តជាជំហានហើយបាទនេះបើតាមការថ្លែងរបស់ក្រសួងការបរទេសរបស់ប្រទេសចិនដែលបានថ្លែងនៅថ្ងៃច័ន្ទណាកាលពីថ្ងៃច័ន្ទគឺនៅក្នុងប្រទេសកម្ពុជាគឺថ្ងៃនេះថ្ងៃគៀងចឹងបានន័យថាកាលពីថ្ងៃច័ន្ទណាគឺបន្ទាប់ពីនោះគឺប្រទេសចិនគាត់សម្ដែងនៅក្តីសង្ឃឹមថាភាគីទាំងពីរនឹងធានាឲ្យមានបទជុំបាញ់គ្នាយ៉ាងទូលំទូលាយហើយនឹងនៅតែរក្សាជាប់ប្រទេសបាននេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនគឺលោកលីនជៀនបាទបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរាល់ថ្ងៃនោះហើយនៅក្នុងការវិវត្តនោះគឺយើងបានដឹងហើយគឺថៃបានបញ្ជូនយុទ្ធជនរបស់កម្ពុជាដែលថៃចាប់យកទៅនោះគឺចំនួន18នាក់បានត្រឡប់មកវិញនេះជាការកត់សម្គាល់របស់លោកលីនជៀនគាត់ថាគឺមានការវិវត្តបែបនេះហើយប្រទេសថៃនោះក៏បានយល់ព្រមនៅកម្ពុជាក៏បានយល់ព្រមទៅលើបទជុំបាញ់គ្នាជាលើកទី2នឹងផងដែរកាលពីចុងខែធ្នូកន្លងទៅនេះបាទដែលជាការមួយបញ្ឈប់ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរបាទនេះគឺជាចំហដែលខាងចិនគាត់មើលឃើញបាទចិនគាត់មើលឃើញថាបទជុំបាញ់គ្នារវាងប្រទេសទាំងពីរនេះគឺអាចនឹងនៅដំណើរការបានហើយកំពុងតែត្រូវបានអនុវត្តជាជំហានបាទក៏ប៉ុន្តែការពិតនៅលើដីយ៉ាងម៉េចនៅប្រិមិត្តបានដឹងដោយខ្លួនឯងហើយមានសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយណាអញ្ចឹងនេះគឺជាអ្វីដែលជំហរផ្លូវការនិងស្ថានភាពការពិតជួនកាលពេលខ្លះអត់ឆ្លុះបញ្ចាំងអ្វីដែលជាការពិតនោះទេដែលទាមទារឲ្យមានការលើកឡើងជាបន្តផងដែរឥឡូវនេះចូលដល់ព័ត៌មានទី3បាទព័ត៌មានទី3ហ្នឹងគឺក៏បាននិយាយតាក់ទងជាមួយនឹងជំហររបស់ចិនដែរបាទអញ្ចឹងនៅក្នុងព័ត៌មានទី3នេះខ្ញុំសូមដកស្រង់ពីសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post បាទ South China Morning Post យើងហៅថានេះជាអត្ថបទវិភាគក៏បានបាទឬក៏អត្ថបទដែលសរសេរវិភាគដោយយោងទៅលើសម្ដីរបស់អ្នកវិភាគនានាបាទអញ្ចឹងដូច្នេះខ្ញុំនឹងជម្រាបទៀតណាប្រិមិត្តមួយចំនួនដែលចង់ដឹងថាអ្នកណាដែលរៀនជំនាញវិភាគពិតប្រាកដហ្នឹងគឺអ្នកដែលស្រាវជ្រាវបាទអ្នកស្រាវជ្រាវគាត់ជំនាញវិភាគហើយអ្នកសាបន្តមកគឺអ្នកសារព័ត៌មានហ្នឹងឯងអ្នកសារព័ត៌មានហ្នឹងគឺត្រូវតែចេះជំនាញវិភាគតែម្ដងបាទអ្នកសារព័ត៌មាន100ត្រូវតែចេះតែ100បើអ្នកសារព័ត៌មានមិនដល់ចេះទេគឺបានន័យថាគាត់
មិនទាន់បានឆ្លងកាត់រៀនបានត្រឹមត្រូវហើយឬក៏គាត់មិនបានធ្វើកិច្ចការនេះព្រោះនៅក្នុងការសរសេរអត្ថបទព័ត៌មានមានបទយោការមានបទវិភាគវាមានបទព័ត៌មានក្តៅបាទមានរឿងព័ត៌មានស៊ើបអង្កេតនឹងមានទាំងអស់បាទអ្នកសារព័ត៌មានត្រូវរៀនទាំងអស់ត្រូវចេះទាំងអស់កិច្ចការហ្នឹងបាទអញ្ចឹងនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post ជាការវិភាគរបស់សារព័ត៌មានហ្នឹងដោយសួរទៅអ្នកជំនាញនានាអញ្ចឹងខ្ញុំសូមបកប្រែត្រួសជូនប្រិមិត្តដើម្បីឲ្យបានដឹងពីព្រោះភាគច្រើននៃអ្វីដែលបានរាយការណ៍នៅក្នុងនោះគឺមានប្រិមិត្តបាទមានប្រិមិត្តសួរមកខ្ញុំបាទមានប្រិមិត្តសួរមកខ្ញុំអញ្ចឹងខ្ញុំមិនបាច់ឆ្លើយទេគឺចម្លើយមាននៅក្នុងហ្នឹងអញ្ចឹងបើថាมันមានចម្លើយចំណុចណាយើងបន្តសួរតទៅទៀតណាបាទអញ្ចឹងឥឡូវខ្ញុំសូមដកស្រង់ជូនប្រិមិត្តទាំងអស់គ្នាបាទបើយោងតាមសេចក្តីរាយការណ៍ហ្នឹងគឺថាប្រទេសហ្វីលីពីនដែលពេលនេះធ្វើជាប្រធានបដូវវេនរបស់អាស៊ាននៅឆ្នាំ2026ហ្នឹងគឺគាត់ត្រូវតែធ្វើការសម្រេចចិត្តថាតើអាចមានលទ្ធភាពលូកដៃចូលបានកម្រិតណានៅក្នុងបញ្ហារវាងកម្ពុជាហើយនិងថៃក៏ប៉ុន្តែអ្នកវិភាគបើតាមសារព័ត៌មាននេះសម្ភាសជាមួយនឹងអ្នកវិភាគជាច្រើនគាត់ថាប្រហែលជាហ្វីលីពីនមិនលូកដៃចូលជ្រៅខ្លាំងពេកនោះទេបាទនៅតែចូលរួមដោះស្រាយក៏ប៉ុន្តែប្រហែលជាមិនចូលជ្រៅដូចម៉ាឡេស៊ីនោះទេបាទហើយនឹងជាបញ្ហាទី1បញ្ហាមួយទៀតក៏អ្នកវិភាគគាត់រំពឹងអ្នកវិភាគនេះគាត់រំពឹងថាបញ្ហារវាងកម្ពុជាហើយនិងថៃពេញមួយឆ្នាំ2026នេះក៏ប្រហែលជានៅតែមិនដោះស្រាយបានដែរគឺនៅអាចនឹងមានការផ្ទុះឡើងវិញទៅមកផងដែរទាំងគាត់ថាគឺពេញមួយឆ្នាំនេះតែម្ដងដោយសារអីដោយសារវាមានរឿងប្រវត្តិនៃការនិយាយហ្នឹងវាយូរអង្វែងមកហើយវាមានរឿងខុសប្លែកគ្នាហ្នឹងបាទទោះបីជាមានការប៉ុនប៉ងរៀបចំឲ្យមានបទបាញ់ជប់បាញ់គ្នាម្ដងជាពីរដងហើយក៏ដោយគឺទាំងនេះគឺរួមមានទាំងបទជប់បាញ់ដែលសម្របសម្រួលដោយលោកប្រធានាធិបតី Donald Trump ដែលឈានរហូតដល់បាទការចុះហត្ថលេខានៅទីក្រុងកូឡាឡំពូឥឡូវនេះចុងក្រោយនេះគឺមានការចូលរួមរបស់សហរដ្ឋអាមេរិកផងរបស់ចិនផងក៏បាទចុះហត្ថលេខាលើកទី2មួយសារទៀតក៏ប៉ុន្តែបាទរឿងនេះគឺมันអាចនៅដោះស្រាយបានទេដោយសារតែកាលពីថ្ងៃសុក្រគឺកម្ពុជាបានចោទប្រកាន់កម្លាំងថៃថាបានបញ្ចូលបានយកភូមិមួយនៅតាមបណ្ដោយព្រំដែនដែលមានចំនួនគ្នារវាងប្រទេសទាំងពីរហើយដូច្នេះបាទគឺវិបាកនឹងចប់អញ្ចឹងប្រិមិត្តក៏យើងមើលឃើញអញ្ចឹងដែរបើសិនជាថៃក៏ថាកន្លែងនេះជាទឹកដីរបស់គាត់ដែលខុសតាំងពីផែនទីដែលគាត់ធ្លាប់គូពីមុនផងបាទแล้วក៏ចង់គូបន្ថែមទៀតបាទហើយតាកម្ពុជាព្រមទទួលទេបាទអត់ព្រមទទួលទេហើយខ្ញុំនិយាយដោយពាក្យខ្លាំងតែម្ដងអ្នកដែលព្រមទទួលមានតែពួកប្រឆាំងនៅក្រៅប្រទេសនេះទេដែលពួកនឹងព្រមទទួលពីព្រោះពួកហ្នឹងគាត់តែតែនិយាយថាថៃទៅដល់ណាគឺដីដល់ហ្នឹងគឺគាត់ឯកភាពសบายសម្រាប់ណាបាទសម្រាប់ខ្ញុំក៏ដោយប្រជាពលរដ្ឋទូទៅក៏ដោយគឺយើងមិនព្រមទទួលទេបាទអញ្ចឹងខ្ញុំនិយាយជូនអញ្ចឹងខ្ញុំបន្ថែមយោបល់របស់ខ្ញុំដែរពីព្រោះខ្ញុំឃើញក្រុមគាត់នឹងម្ដងរត់ទៅឆ្វេងម្ដងរត់ទៅស្ដាំអាការគេកោតទូខ្លាំងឯងខំប្រងធ្វើត្រូវបាទប៉ុន្តែចំហពិតប្រកបកន្លែងណាគឺអត់មានទេហើយខ្ញុំក៏និយាយក្នុង show នេះដើម្បីកុំឲ្យកាត់ចេញទាន់គឺក្រុមគាត់នឹងឃើញមានមេបាទព្យាយាមតាក់ទងមកខ្ញុំមិនបាច់ទេខ្ញុំអត់លើកទូរស័ព្ទទេអត់លើកទូរស័ព្ទហើយខាងរដ្ឋាភិបាលតាក់ទងមកខ្ញុំក៏ខ្ញុំអត់លើកទូរស័ព្ទណាគ្មានទេខ្ញុំគឺជាបុគ្គលធម្មតាប៉ុណ្ណោះទេបាទអស់លោកប្រខូចប្រកាច់តាមចិត្តចង់បាទបែបប្រខូចអស់ចិត្តហើយបែបមិនបានបាទមានអ្នកចង់សម្របសម្រួលមកហើយអញ្ជើញតាមចិត្តចោះខ្ញុំនិយាយចេញមិនចង់និយាយចេញឈ្មោះផងពួកនឹងគ្មានតម្លៃទេខ្ញុំស្គាល់ប្អូនមួយអ្នកឥឡូវហ្នឹងគេអ្នកជំនាញខាងផែនទីរបស់គេហ្នឹងខ្ញុំស្គាល់វាតាំងពីនៅរៀនជានិស្សិតអាល្អិតហ្នឹងបាទអាល្អិតហ្នឹងជេរខ្ញុំសាហាវជាងគេបាទអាមួយដែលជំនាញផែនទីរបស់ក្រុមហ្នឹងបាទអត់ចេះទេអាមួយហ្នឹងបាទខ្ញុំស្គាល់វាតាំងពីនៅកូនសិស្សបាទក្បាលចាស់ជាងមុខចាស់ជាងខ្ញុំប៉ុន្តែក្មេងជាងខ្ញុំមួយហ្នឹងបាទសូមបន្តរឿងតទៅទៀតហើយបើតាមអត្ថបទនេះបានឲ្យដឹងថាគឺប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុនគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីម
បាទគឺបានចំណាយពេលយ៉ាងច្រើននៅក្នុងការសម្របសម្រួលឲ្យមានសន្តិភាពរវាងប្រទេសទាំងពីរបាទបើបីទោះបីជាយ៉ាងណាក៏ដោយគឺសម្រាប់ហ្វីលីពីនវិញគឺមានផលប្រយោជន៍ច្រើនទៀតដែលហ្វីលីពីនត្រូវតែពិចារណាបាទត្រូវតែពិចារណាហើយបើតាមលោក Enrico Gloria ដែលជាសាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យហ្វីលីពីនបានប្រាប់សារព័ត៌មាន This Week នៅអាស៊ីនោះគឺថាអតិភិបចម្បងគឺនៅតែជាផលប្រយោជន៍ជាតិរបស់ខ្លួនអញ្ចឹងបានន័យថាហ្វីលីពីនក៏គាត់មានបញ្ហាជាតិរបស់គាត់ដែលត្រូវដោះស្រាយផងដែរបាទគឺសំខាន់គឺធ្វើយ៉ាងណាឲ្យបាននៅក្រមប្រតិបត្តិបាទក្រមប្រតិបត្តិនៅសមុទ្រជិតខាងត្បូងដែលត្រូវធ្វើយ៉ាងណាឲ្យបានបញ្ចប់នៅឆ្នាំនេះបាទហើយទោះបីជាក្រមប្រតិបត្តិនេះគេថាមានលក្ខណៈជាមានកាតព្វកិច្ចអនុវត្តតាមឬក៏មិនមានក៏ដោយគឺហ្វីលីពីនគាត់ចង់បានកិច្ចការបាទកិច្ចការហ្នឹងឲ្យអនុវត្តឲ្យបានបាទហើយគឺជាជំហររបស់ហ្វីលីពីនដែលជាជំហរទូលំទូលាយតែម្ដងពាក់ព័ន្ធជាមួយនឹងបញ្ហានៅសមុទ្រចិនខាងត្បូងអញ្ចឹងដូច្នេះនេះគឺជាបញ្ហាមួយដែលហ្វីលីពីនដែលគាត់ជាប្រធានរបស់អាស៊ានគាត់ចង់ផ្ដោតទៅលើបញ្ហានឹងផងដែរហើយលោកបានបន្ថែមថាបាទនោះគឺជាបញ្ហាមួយដ៏លំបាកបាទសម្រាប់ទីក្រុងម៉ានីលបាទពីព្រោះតែខ្លួនមិនចង់ធ្វើយ៉ាងណាឲ្យវាប៉ះពាល់ទៅដល់ប្រជាក្រិតភាពរបស់អាស៊ានហើយដែលវាជាសកម្មភាពមួយបាទធ្វើឲ្យមានការលំបាករបស់ខ្លួនផងដែរបាទហើយបើតាមលោក Gloria បាននិយាយថាភាពតានតឹងរវាងប្រទេសថៃនិងកម្ពុជាគឺទំនងជានឹងអូសបន្លាយពេញមួយឆ្នាំ2026តែម្ដងបាទដោយសារតែមានប្រវត្តិសាស្ត្រយូរអង្វែងនឹងការរៀបចំដែលតាំងពីបន្សល់តាំងពីសម័យអាណានិគមបារាំងគឺនៅមិនទាន់ដោះស្រាយបានទាំងស្រុងទេដូច្នេះធ្វើឲ្យបត់ជុំបាញ់គ្នាណាក៏ដោយដែលសម្រេចបាននៅពេលនេះគឺមានលក្ខណៈផុយស្រួយมันអាចនឹងសម្រេចបាននោះទេហើយគឺគេបានបញ្ជាក់ថាលោកបានបន្តទៀតថាលុះត្រាតែភាគីទាំងពីរគឺផ្លាស់ប្ដូរបាទឆ្ពោះទៅការរៀបចំណាមួយដែលមានលក្ខណៈយូរអង្វែងជាងនេះដូចជាការគ្រប់គ្រងតាមព្រំដែនឲ្យកាន់តែច្បាស់លាស់និងវិធានការកសាងទំនុកចិត្តប្រកបដោយចីរភាពជាដើមឬដំណើរការបច្ចេកទេសឬច្បាប់ដែលទទួលយកវិញទៅមកសម្រាប់តំបន់ដែលមានចំនួននោះគឺបើមិនធ្វើអញ្ចឹងបានទេគឺអាចនឹងមានចំនួននៅផ្ទុះឡើងជាប្រចាំផងដែរបាទហើយដូច្នេះវិជាការមួយសាកល្បងទៅលើផ្នែកការទូតនៃប្រទេសទាំងពីរបាទអញ្ចឹងបើតាមអ្នកដែលជំនាញគាត់ថាចំនួនព្រំដែនដែលទីក្រុងម៉ានីលត្រូវដោះស្រាយនោះគឺជាច្រើនមានជាច្រើនទាំងពីបញ្ហានៅសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីនខ្លួនឯងមានជាភាគីមួយផងដែរបាទហើយក្នុងនោះគឺមានបញ្ហាចលាចលស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ជារឿងមួយដែរបាទកំពុងតែកើតមានឡើងហើយឥឡូវនេះក៏មានបាទការប្រកួតប្រជែងគ្នាសម្រាប់តំបន់នេះរវាងសហរដ្ឋអាមេរិកនិងចិនផងដែរបាទដូច្នេះតើរឿងនេះវានឹងទៅជាយ៉ាងណាហើយបើតាមលោក Julio Amador ដែលជាប្រធានស្ដីទីនៃមូលនិធិសម្រាប់ប្រយោជន៍ជាតិនិងជាស្ថាបនិកក្រុមហ៊ុនប្រឹក្សាគោលនយោបាយមួយដែលឈ្មោះថា Fact Asia នោះគាត់បាននិយាយថាបញ្ហាហ្នឹងគឺជាបញ្ហាមួយដែលតានតឹងពីព្រោះអីវាមានជំហរខុសគ្នាបាទជំហរខុសគ្នាគឺខាងថៃនេះចាំឲ្យច្បាស់ណាបាទថាច្បាស់ណាដែលសូត្ររត់មាត់តាមឆ្នាំអាចទន្សាយហ្នឹងគឺចាំឲ្យច្បាស់ណាបាទថៃគាត់ចង់ដោះស្រាយបញ្ហានេះទ្វេភាគីបាទខណៈពេលដែលកម្ពុជាបាទគាត់ចង់ដោះស្រាយបញ្ហានេះជាពហុភាគីគឺបានន័យថាគាត់ចង់យកបញ្ហានេះទៅដល់ឆាកអន្តរជាតិដែលរួមមានទាំងអាស៊ាននឹងផងដែរឲ្យដោះស្រាយបញ្ហាហ្នឹងបាទអញ្ចឹងនេះគឺជាអ្វីដែលសូម្បីតែអន្តរជាតិនានាអ្នកជំនាញនានាក៏គេមើលឃើញដែរនៅតែក្រុមមួយចំនួនដែលនៅបិទភ្នែកចិត្តនិយាយឆ្វេងស្ដាំអត់មើលឃើញរឿងពិតនិយាយរឿងហ្នឹងអញ្ចឹងណាអញ្ចឹងនេះគឺជាអត្ថបទវិភាគរបស់គេបានបញ្ជាក់អញ្ចឹងកម្ពុជាគាត់បញ្ជាក់ចំហជាបន្តមកហើយបាទនៅតែឡើយតែអ្នកមួយចំនួនដែលបិទភ្នែកអត់ដឹងទេបាទ
និយាយអត់ដឹងរឿងទេបាទអញ្ចឹងគឺហើយមានបញ្ហាមួយទៀតនៅក្នុងអត្ថបទនេះដែលគាត់និយាយថាជាពិសេសប្រទេសថៃចាត់ទុកថាចំនួនរវាងប្រទេសកម្ពុជាគឺកើតចេញពីសកម្មភាពរបស់លោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាក្នុងការបែកធ្លាយការហៅទូរស័ព្ទជាមួយនឹងអតីតនាយករដ្ឋមន្ត្រីថៃគឺលោកស្រីបេថងឋានស៊ីនវត្តដែលធ្វើឲ្យទីក្រុងបាងកកធ្លាក់ទៅក្នុងចលាចលនយោបាយបាទនេះគឺអត្ថបទគាត់បាននិយាយអញ្ចឹងណាបាទខ្ញុំក៏ឃើញមានអ្នកដែលយកចំណុចហ្នឹងមកនិយាយដែរប៉ុន្តែការពិតបើយើងពិនិត្យមើលទៅលើបញ្ហាហ្នឹងតើរឿងដែលនិយាយរហូតដល់និយាយគ្នាតាមទូរស័ព្ទហ្នឹងគឺរឿងនៅពេលហ្នឹងឬក៏រឿងមុនហ្នឹងបាទវាមិនមែនរឿងប៉ុណ្្នឹងទេបាទរឿងវាកើតឡើងពីពេលមុនហ្នឹងដែរអញ្ចឹងហើយបានមានអ្នកខ្លះខ្ញុំឃើញនៅតែច្បត់យកចំណុចហ្នឹងមកបាទច្បត់យកចំណុចហ្នឹងមកនិយាយថាទៅរឿងទូរស័ព្ទបាទដែលបែកធ្លាយហ្នឹងទេបាទដែលឲ្យមានចំនួនដល់រាល់ថ្ងៃបាទសារព័ត៌មាននេះក៏និយាយយ៉ាងដែរប៉ុន្តែសម្រាប់ខ្ញុំរឿងហ្នឹងវាមិនប៉ុណ្្នឹងទេព្រោះរឿងហ្នឹងវាមានបាទវាមានតទៅទៀតបាទដែលខ្ញុំខ្លួនឯងក៏មានពាក់ព័ន្ធនឹងដែរដែលខ្ញុំបាននិយាយឈ្មោះអានទឹកមួយដែលអួតជំនាញផែនទីនឹងអ្នកអន្សំរឿងមួយក្នុងចំណោមនោះគឺមានអានទឹកហ្នឹងពីចុងឆ្នាំ2024អានទឹកហ្នឹងបាទហើយឥឡូវនេះមកនិយាយយករួចខ្លួនបាទអត់រួចខ្លួនទេបន្តិចបាទគេចង់ចាំជាប់ចំណុចនៅសារព័ត៌មានបរទេសភ្លេចខ្ញុំអត់ភ្លេចទេពីព្រោះទឹកហ្នឹងបាទជាអ្នករៀបចំយុទ្ធសាស្ត្រអីនឹងឲ្យក្លុកនេះក្លុកនោះអស់រឿងមួយដល់រឿងមួយបាទហើយថែមទាំងមានក្រុមគាត់នឹងដើរប្រក្រាបអ្នកណាមួយដែលហ៊ាននិយាយការពិតនឹងបាទក្រុមគាត់នឹងមានចំណែកបាទអញ្ចឹងនេះគឺជាសារព័ត៌មានហ្នឹងខ្ញុំសូមបន្ថែមអ្វីដែលជាសារបានឲ្យដឹងផងដែរបាទហើយលោកអាម៉ាន់ដូបានប្រាប់សារព័ត៌មាន The Asia Week បោះថាការលំបាកសម្រាប់ហ្វីលីពីនមួយទៀតនោះគឺតើទៅដោះស្រាយបញ្ហានេះសម្របសម្រួលដោយរបៀបណាដោយរបៀបណាតើរឿងនេះដាក់ទៅក្នុងរបៀបវិរៈនៃការប្រជុំរបស់អាស៊ានដោយរបៀបណាតើប្រទេសដែលជឿទៅលើបញ្ហាហ្នឹងគឺនឹងធ្វើយ៉ាងណាអំពីរបៀបវិរៈនេះសម្រាប់តំបន់នោះបាទគឺអាស៊ានក៏នឹងត្រូវធ្វើឲ្យមានតុល្យភាពគ្នាបាទរវាងវិធីសាស្ត្រផ្សេងៗរបស់សហរដ្ឋអាមេរិកនិងចិនបាទនៅក្នុងការសម្របសម្រួលនេះផងដែរអញ្ចឹងបានន័យថាបើសិនជាអាស៊ានប្រធានថ្មីអាស៊ានគាត់ចង់ដោះស្រាយបញ្ហានេះដោយខ្លាំងតើគាត់ត្រូវសម្របសម្រួលយ៉ាងម៉េចជាមួយនឹងចិនជាមួយនឹងសហរដ្ឋអាមេរិកបាទពីព្រោះអីសហរដ្ឋអាមេរិកក៏កំពុងលូកដៃចូលចិនក៏កំពុងលូកដៃចូលអញ្ចឹងអាស៊ានលូកដៃចូលនឹងយ៉ាងម៉េចបាទតែហ្វីលីពីនត្រូវថ្លឹងថ្លែងយ៉ាងម៉េចប៉ុន្តែនៅក្នុងពេលកន្លងមកគឺបាទច្បាស់ហើយគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមលោកមានទំនាក់ទំនងដោយស្និទ្ធស្នាលជាមួយនឹងលោកត្រាំលោកបានធ្វើកិច្ចការហ្នឹងបាទតែលោកអាគីណូគាត់ធ្វើយ៉ាងម៉េចដែរបាទយើងនឹងចាំមើលបញ្ហាហ្នឹងផងដែរបាទហើយសារព័ត៌មាននេះក៏បាននិយាយថាបាទអាស៊ានត្រូវតែរក្សាតុល្យភាពណាពីព្រោះបញ្ហាហ្នឹងកុំឲ្យមានមើលឃើញថាត្រូវបានក្បៀសចេញក្បៀសចិនចេញឬក៏ក្បៀសសហរដ្ឋអាមេរិកចេញបាទពីព្រោះឯក្រោមការដឹកនាំរបស់លោកត្រាំលោកមានវិធីសាស្ត្រច្បាស់លាស់ហើយនឹងតឹងតែងគឺមានការដាក់ទណ្ឌកម្មតាមរយៈការគម្រាមកំហែងពន្ធបាទតម្លើងពន្ធតម្លើងអីធ្វើឲ្យបាទមានការទុនទៅតាមនោះក៏ប៉ុន្តែសម្រាប់ទីក្រុងប៉េកាំងវិញគាត់ប្រើប្រាស់ចំហនៅទុនភ្លុនបាទទុនភ្លុនហើយបើតាមលោកអាម៉ាន់ដូគាត់និយាយថាចិនហាក់ដូចជានិយាយភាសាពីរនិយាយភាសាទី1គឺជាសាធារណៈចិននិយាយថារឿងហ្នឹងណែធ្វើអញ្ចឹងគឺអាក្រក់ហើយបាទនិយាយប្រាប់ពាក្យគេថៃណាប្រាប់ពាក្យថៃថាធ្វើហ្នឹងគឺវាអត់ត្រូវទេវាខុសហើយក៏ប៉ុន្តែជាលក្ខណៈឯកជនវិញចិនបែរជានិយាយថាតោះឥឡូវយើងត្រូវធ្វើការនឹងជាមួយគ្នារឿងហ្នឹងវាយ៉ាងម៉េចអីថ្មិចដំណើរការជាមួយគ្នាអញ្ចឹងវាជារឿងមួយដែលបាទចិនក៏កំពុងតែធ្វើឲ្យបញ្ហានេះវាមានលក្ខណៈស្មុគស្មាញដែរព្រោះចិនគាត់អត់ប្រើជំហរដាច់ណាត់ដោយសហរដ្ឋអាមេរិកគឺលោកប្រធានាធិបតីដូណាល់ត្រាំគាត់និយាយម៉ាំងតែម្ដងគាត់ថាត្រូវតែដោះស្រាយបញ្ហាហ្នឹងបើមិនចឹងទេនឹងមានទណ្ឌកម្មទៅលើពន្ធបាទចិនក៏ទុនភ្លុនដើម្បីអីដើម្បីបង្ហាញបើយោងតាមអត្ថបទនេះគឺដើម្បីបង្ហាញថាចិនគាត់មានវិធីសាស្ត្ររបស់គាត់នៅក្នុងការអនុវត្តភាពជាអ្នកដឹកនាំផ្នែកការទូតបាទផ្នែកការទូតហើយលោកអាម៉ាន់ដូបាននិយាយថាតើវិធីមួយណាដែលហ្វីលីពីនត្រូវប្រកាន់យកហើយវាជារឿងមួយដែលត្រូវពិចារណាឲ្យបានច្បាស់អំពីតួនាទីក្នុងភាពជាអ្នកដឹកនាំរបស់ចិន
នៅក្នុងបញ្ហាហ្នឹងនៅក្នុងតំបន់ហ្នឹងតើហ្វីលីពីនចង់ប្រកួតប្រជែងជាមួយនឹងចិនឬទេឬក៏ហ្វីលីពីនចង់នាំមុខចិនដែរឬទេបាទនេះគឺជាសំណួរដែលបាទដែលធ្វើឲ្យមានការពិចារណាបន្ថែមទៀតផងដែរហើយដោយឡែកលោក Gloria បាននិយាយថាទីក្រុងម៉ានីលនឹងត្រូវសម្រេចចិត្តថាតើអតិភិបរបស់ខ្លួនក្នុងពេលឆាប់ខាងមុននេះនឹងត្រូវដាក់ចេញដោយរបៀបណាគឺយើងនឹងមើលឃើញនៅក្នុងរយៈពេលប្រហែលសប្តាហ៍ខាងមុខនេះហើយខណៈពេលដែលបទជុំបាញ់សមនឹងទទួលបានការចាប់អារម្មណ៍ពីអាស៊ានវាទំនងជាមិនលើសពីអតិភិបយុទ្ធសាស្ត្រស្នូលរបស់ប្រទេសហ្វីលីពីនទេគឺសមុទ្រចិនខាងត្បូងនេះបើតាមការលើកឡើងរបស់អ្នកវិភាគបានប្រាប់ទៅដល់សារព័ត៌មាន This Week in Asia បាទហើយដូច្នេះលោកបានសន្និដ្ឋានដោយនិយាយថាកំណត់ត្រារបស់អាស៊ាននៅក្នុងការដោះស្រាយបញ្ហាក្នុងតំបន់គឺមិនដែលអស្ចារ្យទេគឺមិនបានន័យថាមិនបានសម្រេចបញ្ហាជាដុំកំភួនធំនោះទេបាទដូច្នេះរបានៃការដោះស្រាយបញ្ហានេះគឺមិនខ្ពស់ទេដែលភាគច្រើនដោយសារតែអាស៊ាននៅចង់បន្តអតិភិបរបស់គេគឺការកសាងការឯកភាពគ្នានិងការមិនជៀតជ្រែកគ្នាជាជាងការធ្វើអន្តរាគមន៍ដោយមើងម៉ាត់ដាច់ណាត់ណាមួយបាទនេះគឺជាអ្វីដែលសារព័ត៌មាន South China Morning Post គាត់បានសរសេររៀបរាប់ដូចនេះបាទអញ្ចឹងណាបាទអញ្ចឹងប្រិមិត្តសូមទទួលយកបាទ